បាទសួស្តីនឹងជំរាបសួរបាទទៅកាន់បងប្អូនយើងបាទមិនថាតែនៅទីជិតបាទឬក៏ទីឆ្ងាយនោះទេបាទហើយបាទនេះគឺខ្ញុំបានធ្វើដំណើរបាទមកដល់មណ្ឌលគិរីបងប្អូនបាទមកមើលបាទនៅបងប្អូនយើងបាទដែលគាត់នៅមណ្ឌលគិរីបាទគាត់ធ្វើការដាំបងប្អូនណាបាទនៅដើមបឺណាហ្នឹងហើយបងប្អូនយើងធ្លាប់ឃើញតែផ្លែហ្នឹងហើយមិនដែលឃើញអឺនេះណាមិនដែលឃើញដើមបឺបាទហ្នឹងហើយនេះគឺជាស្លឹករបស់ដើមបឺបងប្អូនណាបាទហ្នឹងហើយគឺជាដងដើមតែម្ដងបងប្អូនបាទអញ្ចឹងគឺខ្ញុំបាទមកមើលនៅការដាំផ្ទាល់របស់ប្រជាកសិករយើងបងប្អូនបាទហ្នឹងហើយដែលគាត់តែងតែធ្វើការដាំហ្នឹងហើយអឺបងប្អូនយើងបាទហើយផ្លែមែនទែនបាទស្រាប់ឆ្នាំនេះណាបាទឆ្នាំទៅគឺយើងដូចជាមិនសូវបានជាផលនោះទេបងប្អូនបាទតែឆ្នាំនេះបាទបងប្អូនយើងដែលគាត់នៅចាំចំការបាទឲ្យថកែរបស់គាត់ណាបាទគឺខ្ញុំឃើញថាគាត់ប្រាប់បញ្ជាក់ថាគឺទទួលផលបាទច្រើនជាងរាល់ឆ្នាំបងប្អូនបាទហើយបងប្អូនយើងឃើញស្រាប់ហើយនេះគឺជាប្រព័ន្ធទឹកស្រោចស្រង់បងប្អូនបាទគឺទៅយោបងប្អូនណាបាទរាយពេញហ្នឹងបងប្អូនបាទដើម្បីស្រោចនៅដំណាំដូចជាដើមបឺនឹងតែម្ដងណាបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនយើងបាទដែលគាត់តែងតែឃើញបាទហ្នឹងហើយគឺចង់ហូបហើយណាហ្នឹងហើយនេះគឺជាប្រភេទបឺបងប្អូនបាទបឺនេះគឺសាច់ផ្អែមតែម្ដងបងប្អូនបាទគឺខ្ញុំបានសាកមួយរួចទៅហើយបងប្អូនណាបាទហ្នឹងហើយណែបងប្អូនហើយបាទគឺយើងធ្វើការរើសដែរបងប្អូនបាទមានប្រភេទតាមប្រភេទណាប្រភេទទី1ទី2ទី3អញ្ចឹងទៅបងប្អូនបាទប្រភេទទី1ហ្នឹងគឺផ្លែបឺរបស់យើងហ្នឹងគឺលក់តម្លៃរៀងថ្លៃបន្តិចអញ្ចឹងទៅបាទបន្ទាប់មកគឺលេខ2គឺយើងលក់នៅតម្លៃល្មមបងប្អូនបាទហើយសម្រាប់លេខ3គឺយើងបន្ថយនៅតម្លៃបន្តិចទៀតអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងបងប្អូនយើងបាទគឺនៅខាងមណ្ឌលគិរីបាទហើយខ្ញុំបាទនេះផ្ទាល់តែម្ដងបាទធ្វើការមកដល់នៅមណ្ឌលគិរីបាទដើម្បីផ្ដិតយកបាទនៅទិដ្ឋភាពដើមបឺបងប្អូនបាទចែកជូនទៅកាន់បងប្អូនយើងតែម្ដងណាហ្នឹងហើយពីមុនគឺយើងធ្លាប់ឃើញតែគេលក់បាទទឹកក្លុកទឹកអីគឺយើងឃើញតែផ្លែវាដល់អញ្ចឹងគឺខ្ញុំចង់មកមើលដើមដងរបស់វាផ្ទាល់តែម្ដងបងប្អូនបាទតើវាអឺរូបរាងលក្ខណៈបែបណាណាបាទអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងបងប្អូនបាទសូមអរគុណ